បាទសូមអនុញ្ញាតគោរពនិងសួស្តីទៅកាន់ពុកម៉ែបងប្អូនយើងទាំងគ្នាបាទដែលចូលចិត្តតាមដានទស្សនានៃការឲ្យតម្រូវឆ្នាំខ្មែរប្រចាំថ្ងៃបាទសូមស្វាគមន៍ពុកម៉ែបងប្អូនមកកាន់ការចែកជូននៅតម្រូវឆ្នាំខ្មែរបាទនៅលើ Channel ឆ្នោតដឹងហាម2របស់មីនបាទជាថ្ងៃនេះផងដែរត្រូវនៅថ្ងៃទី18ខែ8ឆ្នាំ2026បាទហើយមីនក៏មាននៅតម្លៃលេខល្អៗសម្រាប់ពិសេសនិងសម្រាប់មកចែកជូនពុកម៉ែបងប្អូនយើងផងដែរបាទជាងមុននឹងឈានទៅដល់ការចែកជូននៅតម្រូវថ្ងៃថ្មីបាទយើងមកមើលជាមួយតម្រូវការពីម្សិលមិញបន្តិចសិនពុកម៉ែបងប្អូនយើងបាទចំពោះការពីម្សិលមិញខ្ទង់អូសយើងមាន8គត់និង40គត់បាទចំពោះលេខតូចយើងមាន91 87 26និង43បាទចំពោះលេខធំយើងមាន7 91និង9 43បាទចឹងសម្រាប់តម្រុយរបស់មានការពីម្សិលមិញផងដែរបាទចំពោះខ្ទង់អូសគឺយើងបានចូលទាំងពីរខ្ទង់តែម្ដងបងប្អូនយើងទាំងគ្នាបាទបានចូលទាំងខ្ទង់8និងខ្ទង់40បាទចំពោះលេខតូចយើងបានចូលតែ91មកគ្រាន់ទេបាទសម្រាប់លេខផ្សេងទៀតគឺយើងស៊ីមួយលេខពីរលេខបងប្អូនយើងបាទមានស្ដាយមែនតើបាទចំពោះលេខធំគឺយើងអត់បានចូលទេបងប្អូនទាំងគ្នាបាទមានក៏សូមការអធិស្ឋានផងបាទអញ្ចឹងកុំឲ្យពុកម៉ែបងប្អូនទាំងគ្នាបាទរងចាំយូរបាទយើងទៅមើលជាមួយតម្រូវថ្ងៃថ្មីទាំងអស់គ្នាបាទអញ្ចឹងអត់មានសូមលុបលេខថ្ងៃចាស់ចោលសិនដើម្បីដាក់ចែកជូននៅតម្រូវថ្ងៃថ្មីតែម្ដងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនាបាទមីងសូមចិត្តបាទកុំភ្លេចជួយចុចឲ្យមេដៃនិងចុចជាវនៅលើ Channel បាទមីងម្នាក់មួយផងបាទសម្រាប់ពុកម៉ែបងប្អូនដែលកំពុងទស្សនានៅលើ Page បាទកុំភ្លេចចុច Follow និងចុច Share ឲ្យមីងម្នាក់មួយផងបាទមីងក៏អរគុណទុកជាមុនផងដែរបាទចឹងសម្រាប់ថ្ងៃថ្មីផងដែរបាទចំពោះលេខបាទ2លេខមានឲ្យលេងនៅលេខចាំមួយតិចបាទពុកម៉ែបងប្អូនទាំងគ្នាបាទសម្រាប់2លេខមានឲ្យលេងនៅលេខបាទ35បាទស្រាគ្រាប់ទី2បាទគឺ96ស្រាគ្រាប់ទី3បាទគឺ24និងមួយគ្រាប់ចុងក្រោយគេបាទគឺ51បាទបងប្អូនទាំងគ្នាបាទចំពោះលេខធំមានលេងនៅលេខ406បាទនិងមួយគ្រាប់ទៀតមានលេងនៅលេខ746បាទបាទចឹងចំពោះខ្ទង់អូសបាទមានឲ្យអូសលេងនៅខ្ទង់9បាទនិងមួយគ្រាប់ទៀតមានឲ្យអូសលេងនៅខ្ទង់30បាទចឹងអត់មានក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាបាទស្រឡាញ់និងពេញចិត្តតម្រុយរបស់មីនបាទអត់មានក៏សូមជូនពរហេងសំណាងល្អទាំងអស់គ្នាតែម្ដងសង្ឃឹមថាពុកម៉ែបងប្អូនទាំងគ្នាបានយកតម្រុយរបស់មីនទៅចាក់គ្រប់គ្នាតែម្ដងបាទចឹងការអធិប្បាយនៃការឲ្យតម្រុយរបស់មីនថ្ងៃនេះក៏បានឈានមកដល់ទីបញ្ចប់ហើយមីនក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងគ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកទស្សនានៃការឲ្យតម្រុយរបស់មីនចឹងអត់មានក៏សូមលាត្រឹមប៉ុណ្្នេះសិនបងប្អូនយើងជួបគ្នាជាមួយម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលបាទអត់មានសូមអរគុណនិងសូមគោរពលា